ថៃនឹងអាចបើកការឈ្លានពានមកលើកម្ពុជាលើកទី3ឬក៏បន្តទៀតទី1អាចឈ្លានពានមុនការបោះឆ្នោតដើមខែកុម្ភៈ2026ដោយសារគេមិនសង្ឃឹមថានឹងអាចឈ្នះឆ្នោតទី2គេនឹងបើកការឈ្លានពានមកកម្ពុជានៅពេលដែលគេដោះស្រាយក្រោយការបោះឆ្នោតហើយដោះស្រាយបញ្ហាផ្ទៃក្នុងនយោបាយក្នុងការរៀបរដ្ឋាភិបាលមិនបានឬក៏បានទៅគេហៅថាគណៈបកស៊ីវិលនោះបាទមិនគ្រប់គ្រងស្ដេចមិនគ្រប់គ្រងយោធាគេនឹងបើកការឈ្លានពានថ្មីទី3គឺបញ្ហាភូមិសាស្ត្រនយោបាយពិភពលោកបានមហាអំណាចជាប់ដៃបាទដណ្ដើមវាយយកទឹកដីផ្សេងៗនោះគឺថៃឆ្លៀតនឹងធ្វើការឈ្លានពានមកកម្ពុជា Facebook របស់អាដាមកែវរីមីបានសរសេរវែកញែកដោយវិភាគថាគឺសង្គ្រាមលើកទី3រវាងកម្ពុជាថៃនឹងមិនអាចកើតមានជាថ្មីទៀតទេដោយលោកលើកឡើងនៅមូលហេតុជាច្រើនបាទពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចពាក់ព័ន្ធទៅនឹងប្រជាជនថៃមិនចង់មានសង្គ្រាមបើសិនថៃបន្តមានសង្គ្រាមជាថ្មីនឹងរងទណ្ឌកម្មបាទផ្នែកការទូតនៅអន្តរជាតិពាក្យបណ្ដឹងពាក់ព័ន្ធទៅនឹងច្បាប់អន្តរជាតិសិទ្ធិមនុស្សច្បាប់មនុស្សធម៌លក្ខណៈហើយលោកលើកឡើងពាក់ព័ន្ធទៅនឹងការខិតជិតពាក់ព័ន្ធទៅនឹងការបោះឆ្នោតនៅប្រទេសថៃនៅខែកុម្ភៈ2026នេះក៏ដូចជាសហគមន៍អាស៊ានមិនគ្រប់គ្រងថៃបង្កចំនួនរវាងសមាជិកអាស៊ានជាដើមបាទលោកលើកឡើងនៅមូលហេតុមួយចំនួនតែសម្រាប់ខ្ញុំការវិភាគរបស់ផ្ទាល់ខ្លួនរបស់ខ្ញុំទេថៃនឹងបើកការវាយប្រហារឈ្លានពានមកលើកម្ពុជាជាលើកទី3ឬក៏ជាលើកទី4ទី5បាទជាច្រើនទៀតនៅពេលខ្លីនៅពេលឆាប់ឬក៏រយៈពេលណាមួយនៅពេលខាងមុខនេះនៅក្នុងនោះខ្ញុំមើលឃើញសេណារីយ៉ូ3ដែលថៃនឹងបើកការឈ្លានពានជាលើកទី3ឬក៏ជាលើកទី4ទី5ទៅមុខទៀតមកលើកម្ពុជាទី1ពាក់ព័ន្ធទៅនឹងនយោបាយផ្ទៃក្នុងរបស់ថៃគឺនៅពេលដែលថៃត្រៀមបាទឥឡូវនេះកំពុងតែត្រៀមហើយដោយអាដាមកែវរីមីលើកចឹងថាគឺនៅសប្តាហ៍ទី1ខែកុម្ភៈ2026នឹងមានការបោះឆ្នោតជាតិនៅប្រទេសថៃប៉ុន្តែបើសិនជាគណៈបកស្និទ្ធនឹងរាជានិយមស្និទ្ធនឹងយោធារបស់លោកអានុទីននេះបាទគឺគណៈបកភូមិใจថៃនេះគាត់មើលឃើញថាគាត់នៅមិនអាចទទួលបានប្រជាប្រិយភាពគ្រប់គ្រាន់នឹងអាចឈ្នះឆ្នោតទេគាត់នឹងអាចលេងល្បែងសង្គ្រាមឈ្លានពានមកលើកម្ពុជាជាថ្មីបាទនៅពេលដែលប្រទេសមានសង្គ្រាមនោះការបោះឆ្នោតនឹងត្រូវពន្យាបាទនឹងត្រូវពន្យាក្នុងពេលណាមួយដោយអត់នឹងការកំណត់ពីព្រោះលោកបានចូលរាជវាំងហើយបានជួបឃើញគៀវរកិច្ចផងដែរជាមួយនឹងលោកប្រយុទ្ធច័ន្ទអូចាបាទប្រហែលជាអាចទទួលនៅគេហៅថាការណែនាំមួយចំនួនរបស់លោកប្រយុទ្ធច័ន្ទអូចាហើយព្រោះលោកប្រយុទ្ធច័ន្ទអូចាធ្វើរដ្ឋប្រហារហើយមិនបានបោះឆ្នោតទេពជាបាទគ្រប់គ្រងប្រទេសរាប់ឆ្នាំ4 5ឆ្នាំហើយនោះតម្រាំបានរៀបចំឲ្យមានការបោះឆ្នោតអីឡើងវិញដូច្នេះទេអាចជាមេរៀនមួយដែលគាត់រៀនពីលោកប្រយុទ្ធច័ន្ទអូចាពីព្រោះជាក្រុមគេបាទក្រុមតែមួយទេនេះគឺពាក់ព័ន្ធទៅនឹងការបើកការឈ្លានពានមកលើកម្ពុជាជាថ្មីជាលើកទី3ដើម្បីពជាមិនឲ្យមានការបោះឆ្នោតដើម្បីលោកអានុទីនអាចនៅជានាយករដ្ឋមន្ត្រីចាំផ្ទះឬក៏កាន់ជារាជរដ្ឋាភិបាលដដែលបាទដែលរួមគ្នាជាមួយនឹងកងទ័ពជាមួយនឹងរាជានិយមនេះជាសេណារីយ៉ូទី1សេណារីយ៉ូទី2ការបោះឆ្នោតនៅតែអាចបោះបាននៅដើមខែ2ខែកុម្ភៈ2026ប៉ុន្តែអ្វីដែលខ្ញុំវិភាគហើយច្រើនហើយគឺគណៈបកភូមិใจថៃនេះគឺមិនអាចឈ្នះឆ្នោតទេគឺអាចកើនសម្លេងប៉ុន្តែមិនអាចឈានទៅដល់ឈ្នះឆ្នោតទ្របលេខរៀងទី1ឬក៏លេខ2ទេគឺលេខរៀងទី1នៅតែជាគណៈបកប្រជាជនដែលមានការគ្រប់គ្រងច្រើនពីក្រមយុវជនក្រមនិស្សិតក្រមអ្នកចេះដឹងអ្នកប្រាជ្ញជាពិសេសគឺក្រមចិនស៊ីនៅតែអាចឈរលេខរៀងទី1ឈ្នះឆ្នោតដាច់គេដាច់ឯងលេខរៀងទី2នៅតែគណៈបកភឿថៃរបស់គ្រួសារលោកថាក់ស៊ីនពីព្រោះគណៈបកនេះមានគោលគ្រឹះស្នូលណាស់បាទដែលតាក់ទាញបេះដូងប្រជាពលរដ្ឋចាស់ប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទជាកសិករនោះគឺនៅតែបោះឆ្នោតឲ្យគណៈបកភឿថៃជាអ្នកគ្រប់គ្រងគណៈបកភឿថៃគ្មានថ្ងៃរីទេដូច្នេះគណៈបកភឿថៃនៅតែឈរលេខរៀងទី2ហើយគណៈបកភូមិใจថៃនឹងនៅតែឈរលេខរៀងទី3ដោយការបោះឆ្នោត2023ដែរគឺទទួលកាលនោះបានជាង70សម្លេងប៉ុន្តែតាមរយៈការបង្កើតសង្គ្រាមឈ្លានពានមកលើកម្ពុជានេះគឺនឹងអាចបង្កើនសម្លេងបានខ្លះបាទអាចបដំប្រសងបាទនៅតែលេខ3ប៉ុន្តែសម្លេងអាចកើនទៅគៀកនឹងគណៈបកភឿថៃដូច្នេះបញ្ហានេះក្រោយការបោះឆ្នោតហើយគឺនឹងកើតមានជាការបង្កើតជាសង្គ្រាមឈ្លានពានមកលើកម្ពុជាទៀតហើយពីព្រោះថាវាជាប់គាំងនយោបាយប្រទេសក្នុងថៃនៅតែជាប់គាំងមិនអាចបង្កើតរាជរដ្ឋាភិបាលដែលកើតគណៈបកឈ្នះឆ្នោតបង្កើតរាជរដ្ឋាភិបាលបានទេហើយគណៈបកភូមិใจថៃជាមួយនឹងគណៈបករាជានិយមគណៈបកយោធានេះនឹងរួមគ្នាទៀតហើយបាទបង្កបញ្ហាទៀតហើយដើម្បីប្លន់យកគេហៅថាអំណាចកាន់កាប់រាជរដ្ឋាភិបាលថៃនោះបាទនេះជាសេណារីយ៉ូទី2អញ្ចឹងសេណារីយ៉ូទី1គឺមិនឲ្យមានបោះឆ្នោតសេណារីយ៉ូទី2មានបោះឆ្នោតប៉ុន្តែនៅជាប់គាំងហើយបង្កការឈ្លានពានលើកម្ពុជាសេណារីយ៉ូទី3គឺក្រៅពីប្រទេសថៃគឺគេហៅថាភូមិសាស្ត្រនយោបាយអន្តរជាតិតែម្ដងនៅពេលនេះគឺលោកដូណាល់ត្រាំបានគម្រាមហើយពាក់ព័ន្ធទៅនឹងការបើកការវាយប្រហារជាថ្មីបាទត្រង់ទ្រីធំតែម្ដងលើវេណេស៊ុយអេឡាពីព្រោះពេលនេះរបបរបស់លោកម៉ាដារ៉ូគឺមិនទាន់បានបញ្ចប់ទេគឺអនុប្រធានាធិបតីគឺកំពុងតែនៅកាន់តំណែងលោកស្រីគឺកាន់តំណែងជាអនុប្រធានាធិបតីលោកស្រីមិនព្រមទទួលការតែងតាំងជាប្រធានាធិបតីទេព្រោះលោកស្រីបញ្ជាក់ឲ្យថាលោកស្រីមិនទាន់ទទួលស្គាល់ថាលោកម៉ាដារ៉ូបាទនីកូឡាស់ម៉ាដារ៉ូអតីតប្រធានាធិបតីនឹងបាត់បង់ទទួលនីតិជាប្រធានាធិបតីទេគឺលោកនៅតែជាប្រធានាធិបតីប៉ុន្តែក្រោមការចាប់ខ្លួនរបស់សហរដ្ឋអាមេរិកហើយលោកស្រីនៅតែជាអនុប្រធានាធិបតីគ្រប់គ្រងហើយរដ្ឋមន្ត្រីការពារជាតិអីនៅក្រោមរបបលោកម៉ាដារ៉ូគឺនៅទាំងអស់បាទការចាប់ខ្លួនគឺចាប់តែលោកម៉ាដារ៉ូហើយនឹងប្រពន្ធរបស់គាត់តែប៉ុណ្ណោះហើយបង្ខំឲ្យអនុប្រធានាធិបតីនេះឡើងកាន់តំណែងវេណេស៊ុយអេឡានឹងធ្វើការបោះឆ្នោតត្រឹមរយៈពេល30ថ្ងៃដើម្បីរៀបចំការបោះឆ្នោតនៅពេលដែលមានការបោះឆ្នោតនេះហើយគឺជាការផ្លាស់ប្ដូររបបបាទដែលត្រូវឲ្យលោកស្រី Machado ដែលជាបេក្ខជនទទួលពានរង្វាន់ Nobel សន្តិភាពពិភពលោកនោះបាទឈ្នះលោក Donald Trump នោះគឺនឹងឡើងទៅជាប្រធានាធិបតីដែលដឹកច្រមុះដោយសហរដ្ឋអាមេរិកហើយបាទនេះគឺជាការផ្លាស់ប្ដូររបបតាមរយៈការចាប់ខ្លួនថ្នាក់ដឹកនាំហើយរៀបចំឲ្យមានក្រុមរបស់សហរដ្ឋអាមេរិកក្នុងការគ្រប់គ្រងប្រទេសនេះដើម្បីផ្លាស់ប្ដូរអំណាចហើយក្រៅពីនេះទៀតលោក Donald Trump ក៏បានលើកឡើងអំពីការគំរាមកំហែងវាយមេស៊ីកូវាយកូឡុំប៊ីដែលជាប្រទេសនៅអាមេរិកឡាទីនអាមេរិកខាងត្បូងនេះបាទដែលនៅគៀកភូមិផងរបងជាមួយសហរដ្ឋអាមេរិកនេះរួមទាំងគុយបាផងដែរនៅពេលលោកគម្រាមថានឹងបើកការចាប់ខ្លួនមេដឹកនាំគុយបាឬក៏វាប្រហារគុយបានោះបាទគាត់ងាកមើលមុខរបស់លោក Marco Rubio ពីព្រោះលោក Marco Rubio នេះឪពុកម្ដាយរបស់គាត់គឺជាជនជាតិគុយបាបាទគេហៅថាអ្នកដែលចំណាក់ស្រុកពីគុយបាជាជនជាតិគុយបាទៅនៅរស់នៅសហរដ្ឋអាមេរិកបាទអញ្ចឹងលោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិកនេះគឺជាជនជាតិអាមេរិកកាំងគុយបាក្រៅពីនេះទៀតយើងឃើញហើយកំពុងតែវឹកវរពាក់ព័ន្ធទៅនឹងអ៊ីរ៉ង់ឥឡូវនេះគឺបាតកម្មនៅក្នុងប្រទេសអ៊ីរ៉ង់ហើយក៏អាមេរិកក៏គម្រាមបាទហើយនៅអ៊ីស្រាអែលគម្រាមធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ក៏ដូចជាផ្ដួលរលំរបបលោក Khamenei បាទនេះក៏ជារឿងមួយដែលនឹងផ្ទុះហើយចំណែកចិនវិញបាទគម្រាមសត្រូវខ្លាំងគឺពាក់ព័ន្ធទៅនឹងវាយតៃវ៉ាន់ក៏ដូចជាជប៉ុនបាទវាជប៉ុនជាដើមហើយកូរ៉េខាងត្បូងប្រធានាធិបតីលីមជេយ៉ុងបាទបានមកទស្សនកិច្ចហើយកំពុងតែនៅប្រទេសចិនដើម្បីសម្រាលស្ថានភាពទាំងនេះហើយរុស្ស៊ីក៏នឹងអាចផ្ទុះបើកការវាយប្រហារទៅលើអ៊ុយក្រែនហើយនឹងក៏ដូចជាវាយប្រហារទៅសហគមន៍អឺរ៉ុបផងដែរបើសិនជាមានការផ្ទុះសង្គ្រាមទាំងនេះគឺបែងចែកគ្នាអាមេរិកគឺគ្រប់គ្រងទៅលើអាមេរិកឡាទីនហើយនឹងមជ្ឈមបូព៌ាហើយចិនគ្រប់គ្រងទៅលើអាស៊ីបាទតាក់ទងទៅនឹងវាយតៃវ៉ាន់យកតៃវ៉ាន់
វ៉ាន់ហើយនឹងជប៉ុនហើយនឹងសមុទ្រចិនខាងត្បូងជាដើមហើយរុស្ស៊ីគឺនឹងអាចគ្រប់គ្រងបាទនៅប៉ែកអឺរ៉ុបបាទនេះគឺជាអ្វីដែលមហាអំណាចគេបែងចែកការទទួលនៅគេហៅថាអំណាចគ្នាបើសិនជាបញ្ហានេះកើតឡើងមានមែននេះគឺជាសង្គ្រាមភូមិសាស្ត្រនយោបាយពិភពលោកហើយនៅពេលនោះហើយមហាអំណាចជាប់ដៃថៃបាទនេះជាសេណារីយ៉ូទី3ថៃនឹងបើកការវាយឈ្លានពានចូលមកកម្ពុជាបាទជាពិសេសគឺយកខេត្តបាត់ដំបងខេត្តកោះកុងខេត្តព្រះវិហារខេត្តសៀមរាបជាដើមដែលគេប៉ុនប៉ងជាយូរមកហើយបាទដែលនៅក្នុងការសិក្សាអប់រំរបស់គេថាបណ្ដាខេត្តនៅភាគខាងលិចនេះគឺជាអតីតទឹកដីរបស់គេបាទនៅក្នុងផ្នែកសិក្សាអប់រំដូច្នេះហើយបានជាក្រុមជ្រុលនិយមថៃតែងតែទាមទារថាកម្ពុជានឹងយកដីរបស់គេចង់បានមកវិញដោយសារតែការទៅបង្វែងប្រវត្តិសាស្ត្រសរសេរនៅក្នុងផ្នែកការសិក្សាអប់រំបែបនេះហើយបានធ្វើឲ្យប្រជាជនថៃក្រុមជ្រុលនិយមថៃវាឈួតបាទចង់បានទឹកដីរបស់កម្ពុជាចង់មកឈ្លានពានមកកម្ពុជាហើយថាជាទឹកដីអតីតរបស់គេនោះបាទដូច្នេះខ្ញុំមើលឃើញថាសេណារីយ៉ូ3ខ្ញុំសរុបឡើងវិញថៃនឹងអាចបើកការឈ្លានពានមកលើកម្ពុជាលើកទី3ឬក៏បន្តទៀតទី1អាចឈ្លានពាននៅមុនការបោះឆ្នោតដើមខែកុម្ភៈ2026ដោយសារគេមិនសង្ឃឹមថានឹងអាចឈ្នះឆ្នោតទី2គេនឹងបើកការឈ្លានពានមកកម្ពុជានៅពេលដែលគេដោះស្រាយក្រោយការបោះឆ្នោតហើយដោះស្រាយបញ្ហាផ្ទៃក្នុងនយោបាយក្នុងការរៀបរដ្ឋាភិបាលមិនបានឬក៏បានទៅគេហៅថាគណៈបកស៊ីវិលនោះបាទមិនគ្រប់គ្រងស្ដេចមិនគ្រប់គ្រងយោធាគេនឹងបើកការឈ្លានពានថ្មីទី3គឺបញ្ហាភូមិសាស្ត្រនយោបាយពិភពលោកបានមហាអំណាចជាប់ដៃបាទដណ្ដើមវាយយកទឹកដីផ្សេងៗនោះគឺថៃឆ្លៀតនឹងធ្វើការឈ្លានពានមកកម្ពុជានេះគឺជាសេណារីយ៉ូ3ដែលខ្ញុំមើលឃើញ